អូនមើលប្រតិផលក្រោយប្រើជាមួយនឹងឈុតទាញយកក្តាប់ហើយបាន4ដងបាទអូខេនេះបងប្អូនមកមើលតាមជាមួយខ្ញុំនេះជាលទ្ធផលបាទបងប្អូនមើលតាមដៃខ្ញុំនេះជាក្តាប់ដែលចេញមកក្រោយពីប្រើជាមួយនឹងឈុតទាញយកក្តាប់បាទបងប្អូនមើលផ្លែក៏ស្អាតគ្រាប់ក៏ធំផ្លែមកគឺលលោងស្អាតតែម្ដងបាទហើយមើលមកចកោបងប្អូនមកចកោនេះមិនក្រោមពី10ផ្លែទេ10ផ្លែជាងបាទហើយមិនមែនមានតែមួយទេគឺមានច្រើនមែនតើបាទហើយក៏មិនមែនមានតែម្ដងដែរបងប្អូននៅកាមេរ៉ាងាកទៅបន្តិចអូខេអាយយោនោះបងប្អូនច្រើនមែនតើបាទនេះបងប្អូននេះមកចកោនេះបាទមកចកោបាទមកចកោច្រើនមែនតើនេះហើយគាត់បានប្រើជាមួយនឹងបន្ទាប់ពីគាត់បានប្រើជាមួយនឹងឈុតទាំងអស់ហ្នឹងហើយគាត់ក៏ប្រើជាមួយនឹងឈុតថ្នាំស្លាត់និងថ្នាំជំងឺដែរដោយសារអីគាត់ការពារបាទដោយសារអល់កាឡុយអាកាធាតុមានការប្រែប្រួលអញ្ចឹងគាត់បានការពារដើម្បីកុំឲ្យមានផ្សិតជំងឺផ្សិតទៅលើតងផ្លែឬក៏ក្តាប់ទៅលើផ្កាហ្នឹងបាទដើមផ្សេងទៀតកុំថាមានតែម្ដងមកកាមេរ៉ាម្នេះមួយទៀតអាយយោអានេះក្តាប់តូចបងប្អូនបាទម៉ែនេះក្តាប់ធំឥឡូវនេះក្តាប់តូចបន្តិចបាទអញ្ចឹងអនុចការគាត់មានក្តាប់តូចក្តាប់ធំបាទហើយគាត់ក៏ប្រើជាមួយនឹងឈុតទាញយកត្រួយបាទទាញយកក្តាប់បាទគឺយើងមានជាមួយនឹង speed atonic បូកជាមួយនឹងស្ដាច់អរម៉ូនបូរុនបូកជាមួយនឹង chile basid បាទដោយសារតែសារធាតុអហ្នឹងគឺវាមានសារធាតុចិញ្ចឹមច្រើនដែលជួយបំពន់បាទជួយបំពន់នៅដងដើមនៅផ្កានៅផ្លែហើយនឹងជួយក្នុងធ្វើឲ្យផ្កាក្រៀមការរុះរោយទៅវិញផងដែរបាទអញ្ចឹងសម្រាប់ដែលចន្ទីដែលមានបញ្ហាតាក់ទងនឹងចន្ទីចាញ់មកហើយប៉ុន្តែមានបញ្ហាក្រៀមបាទហើយមានបញ្ហាមិនចង់ចេញក្តាប់បាទមិនចង់ចេញក្តាប់អត់ចេញមកក្តាប់ចេញមកអត់សូវមានកម្លាំងបងប្អូនអាចប្រើជាមួយនឹងបានបាទញាក់សាច់តែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់បានឈុតទាញយកក្តាប់យកទៅប្រើប្រាស់បងប្អូនអាចតម្លាក់លេខនៅក្រោមវីដេអូនេះឬក៏ឆាតមកផ្ទាល់តែម្ដងក៏បានដែរ